លោកនាងជាទីមេត្រីសាសានុសិស្សមួយចំនួនដែលរៀនតាមបណ្ដាសាលារដ្ឋលើកឡើងថាភាសាចិនមិនមែនជាភាសាចាំបាច់ក្នុងការប្រស្រ័យទាក់ទងលក្ខណៈអន្តរជាតិនោះទេដូច្នេះរដ្ឋាភិបាលក៏មិនគួរដាក់បញ្ចូលកម្មវិធីសិក្សាអក្សរចិនក្នុងវិស័យអប់រំដែលតម្រូវឲ្យកូនខ្មែររៀននោះដែរតើមូលហេតុអ្វីបានជារដ្ឋាភិបាលតម្រូវឲ្យសិស្សរៀនភាសាចិននៅតាមសាលារៀនចាសសេចក្តីរាយការណ៍ពីស្ដាមពីរឿងនេះលោកនាងនឹងបានស្ដាប់នាពេលបន្តិចទៀតនេះការលោកនាងជាទីមេត្រីសមាគមការពារសិទ្ធិមនុស្សអាត6សោកស្ដាយនឹងខកចិត្តចំពោះការសម្រេចរបស់តុលាការកំពូលកាលពីថ្ងៃទី18ខែវិច្ឆិកាម្សិលមិញដែលបានសម្រេចតម្កល់សាលក្រមសាលាដំបងរាជធានីភ្នំពេញនិងសាលដីកាសាលាឧទ្ធរភ្នំពេញទុកជាបានការដដែលក្នុងសំណុំរឿងសុប៉ាន់សាក់សីនិងសំគំនិតក្នុងអំពើសុប៉ាន់សាក់សីជាប្រធានាធិបតី Washington លោកជាតិចំណានរាយការណ៍ព័ត៌មាននេះសមាគមការពារសិទ្ធិមនុស្សអាត6ឲ្យដឹងថាសមាគមបានអង្កេតតាមដានយកចិត្តទុកដាក់ទៅលើដំណើរការនីតិវិធីទាំងមុនពេលនិងក្នុងអំឡុងពេលសវនាការរបស់សាលាដំបូងរាជធានីភ្នំពេញសាលាឧទ្ធរភ្នំពេញហើយសង្កេតឃើញថារាល់ការចោទប្រកាន់មកលើមន្ត្រីសិទ្ធិមនុស្សទាំង5រូបគ្មានធាតុផ្សំពេញលេញនៃអំពើសូកប៉ាន់សាក់សីនោះឡើយចំណែកផុសតាងដាក់បន្ទុកសកម្មភាពនៃការប្រព្រឹត្តអំពើសូកប៉ាន់គឺជាការសម្រេចដោយសំអាងទៅលើសម្ដីសាក់សីតែមួយគត់សេចក្តីថ្លែងការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាត់ហុកចុះនៅថ្ងៃទី18ខែវិច្ឆិកាលើកឡើងទៀតថាទោះជាមានការបញ្ជាក់ពីភាពស្អាតស្អំរបស់មន្ត្រីសិទ្ធិមនុស្សទាំង5រូបនេះរួមមានឯកសារផុសតាងនិងវីដេអូក្តីប៉ុន្តែតុលាការមិនបានលើកយកអំណះអំណាងទាំងនោះមកពិចារណាធ្វើជាមូលដ្ឋានក្នុងការសម្រេចសេចក្តីនោះទេប្រតិកម្មរបស់សមាគមការពារសិទ្ធិមនុស្សអាត់ហុកបែបនេះក្រោយពេលដែលតុលាការកំពូលបានសម្រេចតម្កល់សាលក្រមសាលាដំបងរាជធានីភ្នំពេញនិងសាលដីកាសាលាឧទ្ធរភ្នំពេញទុកជាបានការក្នុងសំណុំរឿងសូកប៉ាន់និងសំគំនិតក្នុងអំពើសូកប៉ាន់សាក់សីដែលប្តឹងដោយនាងឃុំចន្ទរាទីហៅស្រីមុំអ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាត់ហុកលោកសង្សានករណាឲ្យអ្នកសារព័ត៌មានដឹងក្រោយចប់សវនាការនេះថាលោកសោកស្ដាយដែលតុលាការផ្ដោតតម្លៃលើលិខិត4ច្បាប់របស់នាងឃុំចន្ទរាទីខ្លាំងជាការបំភ្លឺរបស់មន្ត្រីសិទ្ធិមនុស្សដែលបានចូលខ្លួនបំភ្លឺគ្រប់នីតិវិធីរបស់តុលាការលោកថាការសម្រេចរបស់តុលាការពេលនេះគឺជារឿងអយុត្តិធម៌លោកបន្តទៀតថានេះគឺជាការបំបាក់ឆន្ទៈនិងស្មារតីទៅលើអ្នកធ្វើការងារសង្គមក្នុងវិស័យសិទ្ធិមនុស្សខ្ញុំថាវាជាភាពអាម៉ាស់នៃប្រព័ន្ធយុតិធម៌ដែលយើងគិតថាប្រព័ន្ធយុតិធម៌គួរតែមានការពិនិត្យមើលពិចារណាអំពីកំហុសនីតិវិធីជាពិសេសខាងតុលាការកំពូលគួរតែមានការពិនិត្យមើលអំពីការអនុវត្តនីតិវិធីនៅពេលកន្លងមកដែលមានកំហុសឆ្គងហ្នឹងហើយមានវិធានការជាក់លាក់ដើម្បីពង្រឹងនៅជំនឿចិត្តពីប្រជាពលរដ្ឋពីសាធារណជនឡើងវិញប៉ុន្តែបើស្បែកជាបង្ហាញអំពីការដែលតម្កល់រឿងហ្នឹងទៅតាមសាលាដំបងសាលាតទៅវិញកាលពីឆ្នាំ2016សាលាដំបងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសមន្ត្រីសិទ្ធិមនុស្សទាំង4រូបគឺលោកនីសុខាលោកយីសុកសានអ្នកស្រីលឹមមុនីនិងលោកណៃវងដារួមទាំងអតីតមន្ត្រីអាត់ហុកដែលបច្ចុប្បន្នជាអគ្គលេខាធិការរងនៃកោជបគឺលោកនីចរិយាដាក់ពន្ធនាគារ5ឆ្នាំប៉ុន្តែអនុវត្តទោសនៅក្នុងពន្ធនាគារ14ខែហើយទោសនៅសល់ត្រូវព្យួរក្រោមបទចោទសំគំនិតនិងសូកប៉ាន់សាក់សីនាងឃុំចន្ទរាទីហៅស្រីមុំដែលជាប់ពាក់ព័ន្ធទៅនឹងសំណុំរឿងអាស្រូវស្នេហាជាមួយប្រធានគណៈបកប្រឆាំងលោកកឹមសុខាដែលដំបងឡើយបានទៅសុំជំនួយគាំពារផ្នែកសិទ្ធិមនុស្សពីសមាគមអាត់ហុកតែចុងក្រោយនាងបានប្តឹងអ្នកទាំង5រូបនេះថាបានសូកប៉ាន់រូបនាងក្នុងទំហំទឹកប្រាក់ជាង$200ទោះជាយ៉ាងណាសមាគមអាត់ហុកបញ្ជាក់ថាលុយជាង$200នោះគឺសមាគមអាត់ហុកផ្ដល់ឲ្យនាងឃុំចន្ទរាទីសម្រាប់ថ្លៃធ្វើដំណើរនិងថ្លៃស្នាក់នៅក្នុងនាមជាជនរងគ្រោះដែលមកសុំជំនួយសង្គ្រោះពីសមាគមអាត់ហុកការផ្ដល់ជំនួយមនុស្សធម៌ដល់ជនរងគ្រោះដែលខ្វះខាតនេះគឺជាគោលការណ៍របស់សមាគមអាត់ហុកតាំងពីយូរមកហើយមន្ត្រីសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាត់ហុកលោកយីសុកសានដែលរងការផ្ដន្ទាទោសពីតុលាការលើកឡើងថាការសម្រេចរបស់តុលាការពេលនេះផ្ទុយពីការរំពឹងទុករបស់លោកដែលខំសង្ឃឹមថាតុលាការកំពូលនឹងផ្ដល់យុត្តិធម៌ដល់អ្នកធ្វើការងារបម្រើសង្គមថ្ងៃនេះខ្ញុំមានការសោកស្ដាយចំពោះសេចក្តីសម្រេចរបស់តុលាការកំពូលដែលខ្ញុំគិតថាតុលាការកំពូលនឹងរកយុត្តិធម៌ឲ្យក្រុមអ្នកធ្វើការងារសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សចំណុចនេះខ្ញុំគិតថាតុលាការកំពូលហាក់ដូចជាមិនមានគេហៅថាឆន្ទានុសិទ្ធិក្នុងការសម្រេចរកយុត្តិធម៌ឲ្យក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការងារខាងសិទ្ធិមនុស្សនេះទេបាទតាក់ទងនឹងការលើកឡើងនេះវិសុវអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យតុលាការកំពូលអ្នកស្រីម៉ៅធីតាបានទេនៅថ្ងៃទី18ខែវិច្ឆិកាចំណែកអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសានថ្លែងការពីសេចក្តីសម្រេចរបស់តុលាការកំពូលថាឈរលើវិជ្ជាជីវៈនិងឯករាជ្យភាពរបស់តុលាការលោកបន្តទៀតថានេះជារឿងធម្មតាទេដែលក្រុមមន្ត្រីសិទ្ធិមនុស្សមិនទទួលស្គាល់ការសម្រេចរបស់តុលាការការចាត់នីតិវិធីនិងសម្រេចរបស់តុលាការមិនដែលពេញចិត្តអង្គការសិទ្ធិមនុស្សនានានៅក្នុងប្រទេសកម្ពុជានិងក្រៅប្រទេសកម្ពុជាទេចឹងនេះបានគាត់ថារិះគន់រហូតគាត់ថាមិនយុត្តិធម៌លុះត្រាតែឲ្យអ្នកទោសហើយអ្នកល្មើសច្បាប់នឹងរួចខ្លួនអានឹងបានគាត់ថាយុត្តិធម៌ទោះបីជាអ្នកនាំពាក្យបកកណ្ដាលអំណាចលើកឡើងបែបនេះក្តីប៉ុន្តែសមាគមការពារសិទ្ធិមនុស្សអាត់ហុកក៏សម្គាល់ឃើញថាក្រុមប្រឹក្សាជំនុំជម្រះមិនបានផ្ដល់ការថ្លឹងថ្លែងឲ្យបានគ្រប់ជ្រុងជ្រោយទៅលើធាតុផ្សំនៃបទល្មើស
ផ្ទុយទៅវិញតុលាការព្យាយាមបំភ្លៃអង្គហេតុដោយផ្ដល់ឋានៈនាងឃុំចន្ទរាទីហៅស្រីមុំពីជនសង្ស័យទៅជាសាក្សីដើម្បីបង្កើតជាបទល្មើសសម្រាប់ចោទប្រកាន់និងផ្ដន់ទោសលើមន្ត្រីសិទ្ធិមនុស្សដែលសកម្មបែបនេះគឺជាការរំលោភអំណាចនិងបំពានទៅលើសិទ្ធិទទួលបានយុត្តិធម៌លើពីនេះការយាយីតាមផ្លូវតុលាការលើមន្ត្រីអាត់ហុកនេះត្រូវបានសមាគមជាតិនិងអន្តរជាតិរិះគន់ជាបន្តបន្ទាប់ថាគឺជាការវាយប្រហារដោយឥតអៀនខ្មាស់ទៅលើអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជាដែលមើលទៅហាក់ដូចជាយុទ្ធសាស្ត្រដែលរៀបចំទុកជាមុនយ៉ាងច្បាស់លាស់របស់រដ្ឋាភិបាលលោកហ៊ុនសែនប្រធានអង្គភិបការពារសិទ្ធិមនុស្សហៅកាត់ថាច្រាក់លោករស់សថាក៏សង្កេតឃើញដែរថាដំណើរការរឿងក្តីនេះមានភាពមិនប្រក្រតីជាច្រើនដូចជាបញ្ហាផុសតាងនិងអវត្តមានសាក្សីនៅក្នុងបន្ទប់សវនាការជាដើមមន្ត្រីសិទ្ធិមនុស្សរូបនេះនៅតែជំរុញទៅតុលាការគូពិចារណាលើការសម្រេចរបស់ខ្លួនឡើងវិញដើម្បីផ្ដល់យុត្តិធម៌ដល់អ្នកធ្វើការងារលើកម្ពុជាការពារសិទ្ធិមនុស្សនៅកម្ពុជាការកាត់ក្តីមួយប្រកបដោយយុត្តិធម៌បើដល់តែភាគីទាំងអស់ហ្នឹងគឺត្រូវបន្តតាំងគ្នាក្នុងតុលាការអញ្ចឹងហើយចុះភាគីមួយខាងអត់មករែងតតាំងគ្នាផងហើយយើងជាតែយកតែបណ្ដឹងក៏ដូចជាពាក្យតាមចោតនឹងគឺទៅជាមូលដ្ឋានអាហ្នឹងវាអត់សមរម្យតទៅសោះទោះបីជាការសម្រេចក្តីរបស់តុលាការកំពូលបិទផ្លូវតវ៉ាលើសំណុំរឿងនេះក្តីប៉ុន្តែសមាគមការពារសិទ្ធិមនុស្សអាត់ហុកនៅតែចាត់ទុកថាសកម្មភាពដែលបុគ្គលិកនិងអតីតបុគ្គលិកសមាគមអាត់ហុកទាំង5រូបបានធ្វើគឺជាសកម្មភាពដែលចូលរួមចំណែកលើកកម្ពស់ការពារសិទ្ធិមនុស្សជាពិសេសសិទ្ធិទទួលបានយុត្តិធម៌សមាគមការពារសិទ្ធិមនុស្សអាត់ហុករិះគន់រដ្ឋាភិបាលថាកំពុងតែដើរប្រឆាចនិងរំលោភលើគោលការណ៍សិទ្ធិមនុស្សដែលខ្លួនបានផ្ដល់សេចក្ដីបានព្រមទាំងធានានៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនិងជាពិសេសរំលោភលើសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីពីអ្នកការពារសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរខ្ញុំបាទជាចំណាន Visual Society ប្រធានាទី Washington ចាលោកនាងជាទីមេត្រីគណៈកម្មាធិការជាតិប្រឆាំងទរណកម្មអះអាងថាការស្លាប់របស់លោកពេជ្រធីរ៉េតកាលពីដើមឆ្នាំ2021គឺពាក់ព័ន្ធប៉ូលីសនៅស្រុកសង្កែខេត្តបាត់ដំបងសាច់ញាតិជនរងគ្រោះទទូចដល់ស្ថាប័នពាក់ព័ន្ធឲ្យនាំខ្លួនជនប្រព្រឹត្តបទល្មើសយកមកដាក់ទោសតាមច្បាប់ប្រធានគណៈកម្មាធិការជាតិប្រឆាំងទរណកម្មលោកនុតសាអានប្រាប់បច្ចុប្បន្នទីស្រីនៅថ្ងៃទី18ខែវិច្ឆិកាដែលលោកអះអាងថាសំណុំរឿងតាក់ទងនឹងការស្លាប់របស់ជនសង្ស័យឈ្មោះពេជ្រធីរ៉េតនៅអធិការដ្ឋាននគរបាលស្រុកសង្កែខេត្តបាត់ដំបងជាង1ឆ្នាំមកនោះគណៈកម្មការជាតិប្រឆាំងអំពើទរណកម្មក្រុងចេញសេចក្តីសន្និដ្ឋានពីលទ្ធផលនៃការស៊ើបអង្កេតចុងក្រោយនិងផ្សព្វផ្សាយជាសាធារណៈយ៉ាងយូរត្រឹមថ្ងៃទី20ខែវិច្ឆិកាខាងមុខលោកបង្ហើបឲ្យដឹងថាតាមសេចក្តីសន្និដ្ឋានចុងក្រោយនោះបានរកឃើញថាប៉ូលីសស្រុកសង្កែជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ជនសង្ស័យឈ្មោះពេជ្រធីរ៉េតហៅស្នាហើយមន្ត្រីទាំងនោះក៏បានដកតួនាទីនិងផ្ទេរពីកន្លែងចាស់ដាក់ទៅតួនាទីថ្មីអស់ហើយបាទខ្ញុំពងរៀបចំធ្វើហើយនឹងចេញក្នុងពេលផ្នែកខាងផ្នែកខ្ញុំនឹងធ្វើការផ្សព្វផ្សាយជូនមានពាក់ព័ន្ធជាមួយនឹងមន្ត្រីមានគាត់កិច្ចឥឡូវហ្នឹងមន្ត្រីអស់ហ្នឹងគឺបានដកទេចេញពីកន្លែងអស់ទាំងអស់ហើយឆ្លើយតបរឿងនេះអតីតអធិការនគរបាលស្រុកសង្កែលោកស៊ុនសវណ្ណាប្រាប់ថាលោកត្រូវបានផ្ទេរពីមេប៉ូលីសស្រុកសង្កែមកកាន់មុខតំណែងជាស្នងការរងនគរបាលខេត្តបាត់ដំបងជំនួសវិញទោះយ៉ាងណាលោកបានតែឆ្លើយតបទៅនឹងសំណួរវិទ្យុអសីសេរីជុំវិញការស្លាប់របស់លោកពេជ្រធីរ៉េតក្រោមហេតុផលថាលោកបានឆ្លើយបញ្ជាក់ទៅក្រសួងរួចហើយបន្ទាប់មកលោកក៏ចុចផ្ដាច់ទូរស័ព្ទឡើយនឹងមកអញសួរខ្ញុំរួចហើយបើខ្ញុំក៏ពេលនេះក៏ខ្ញុំអត់ឆ្លើយដែរវាហួសដេញទូនាទីខ្ញុំហើយរឿងនឹងដល់ក្រសួងអីអស់ហើយទោះយ៉ាងណាបងស្រីបង្កើតរបស់ជនរងគ្រោះដែលសកម្មក្នុងការស្វែងរកយុត្តិធម៌ជូនប្អូនប្រុសគឺលោកស្រីពេជ្រលីណាថ្លែងថារយៈពេលជិត600ថ្ងៃមកនេះដែលប្អូនប្រុសរបស់លោកស្រីមិនទាន់ទទួលបានយុត្តិធម៌នៅឡើយប៉ុន្តែប៉ូលីសស្រុកសង្កែដែលសង្ស័យជាប់ពាក់ព័ន្ធក្រោមអំពើទរណកម្មលើប្អូនប្រុសបែរជានៅក្រៅសំណាញ់ច្បាប់និងថែមទាំងដំឡើងតួនាទីទៅវិញលោកស្រីស្នើយ៉ាងទទូចដល់គណៈកម្មាធិការជាតិប្រឆាំងទរណកម្មបង្ហាញលទ្ធផលដោយឈលលើភាពត្រឹមត្រូវនិងយុត្តិធម៌ហើយបើសិនជារកឃើញថាករណីនេះមានជាប់ពាក់ព័ន្ធនឹងប៉ូលីសស្រុកសង្កែត្រូវយកជនប្រព្រឹត្តទាំងនោះដាក់ទោសតាមច្បាប់ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះបើសិនជាខាងក្រសួងមហាផ្ទៃបើសិនជាលោកចេញសេចក្តីប្រកាសជាសាធារណៈហើយថាមានជាប់ពាក់ព័ន្ធទៅនឹងសមត្ថកិច្ចស្រុកសង្កែដែលយកប្អូនខ្ញុំទៅសួរចម្លើយមានជាប់ពាក់ព័ន្ធនឹងការវាយធ្វើទរណកម្មខ្ញុំសូមឲ្យខាងក្រសួងចាត់វិធានការតាមនីតិវិធីច្បាប់ទៅលើសមត្ថកិច្ចទាំងអស់នោះឲ្យសមនឹងទង្វើរបស់គាត់ដែលគាត់យកជនសង្ស័យទៅវាយយកចម្លើយរហូតដល់ស្លាប់ចឹងកាលពីថ្ងៃទី3ខែមេសាឆ្នាំ2021លោកពេជ្រធីរ៉េតអាយុ31ឆ្នាំមានមុខរបរជាជាងផ្សារដែករស់នៅក្នុងភូមិបោះពោឃុំអូដំបង1ស្រុកសង្កែបានស្លាប់ក្នុងពេលដែលប៉ូលីសចាប់ឃុំខ្លួនសួរចម្លើយនៅក្នុងអធិការដ្ឋាននគរបាលស្រុកសង្កែអស់រយៈពេលជាង3ម៉ោងពាក់ព័ន្ធនឹងការសង្ស័យថាគាត់បានរាយខ្សែភ្លើងអគ្គិសនីដើម្បីឆក់សម្លាប់ប្រពន្ធនៅក្នុងផ្ទះដោយសារតែភ្លើងប្រច័ណ្ឌ
ក៏ប៉ុន្តែសាកសីអាងថាក្នុងពេលដែលកើតហេតុនោះគឺបរិសុទ្ធជាប្តីមិនបាននៅផ្ទះនោះឡើយប៉ូលីសខេត្តបាត់ដំបងបកស្រាយថាលោកពេជ្រធីរ៉េតបានស្លាប់ដោយសារគាំងបេះដូងព្រោះប្រើថ្នាំញៀនហួសកម្រិតប៉ុន្តែនៅពេលសាច់ញាតិពិនិត្យសាកសពឃើញមានស្នាមរបួសនិងជាប់ពេញខ្លួនចាប់តាំងពីក្បាលរហូតដល់ជើងនិងមានហូរឈាមតាមច្រមុះនិងត្រចៀកព្រមទាំងស្នាមខួងនៅកន្លែងដាក់ខ្នោះនិងស្នាមជាប់ខ្លាំងនៅកជើងទាំងពីរបន្ថែមពីនេះសម្លៀកបំពាក់របស់ជនរងគ្រោះត្រូវបានផ្លាស់ប្ដូរឲ្យសាច់ញាតិអះអាងថាសមត្ថកិច្ចបានព្យាយាមរារាំងមិនឲ្យសាច់ញាតិនិងអ្នកកសែតទៅពិនិត្យសាកសពទៀតផងអ្នកជំនាញនឹងគ្រួសារជនរងគ្រោះសន្និដ្ឋានថាស្នាមជាប់នឹងរបួសនៅលើដងខ្លួនសាកសពគឺជាស្នាមរងទរណកម្មដោយសារការវាយដំនិងឆក់ខ្សែភ្លើងខាងគណៈកម្មាធិការជាតិប្រឆាំងទរណកម្មក៏បានចុះស៊ើបអង្កេតរកឃើញថាការស្លាប់របស់ជនរងគ្រោះគឺជាប់ពាក់ព័ន្ធនឹងការធ្វើទរណកម្មរបស់នគរបាលស្រុកសង្កែនោះដែរទោះយ៉ាងណាមកដល់ពេលនេះក្រុមនគរបាលស្រុកសង្កែដែលជាប់សង្ស័យក្នុងករណីនេះនៅតែមានសេរីភាពនៅឡើយជុំវិញរឿងនេះមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាត60ប្រចាំនៅខេត្តបាត់ដំបងលោកយិនមេលីថ្លែងថាអំពើទរណកម្មគឺជាបទឧក្រិដ្ឋដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌកម្ពុជានិងច្បាប់អន្តរជាតិហើយដែលហាមប្រាមមិនឲ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើទរណកម្មលើជនសង្ស័យឬក៏ជនណាមួយដើម្បីទទួលបានចម្លើយសារភាពនោះឡើយទោះយ៉ាងណាលោកមើលឃើញថាកន្លងមកការអនុវត្តជាក់ស្ដែងរបស់សមត្ថកិច្ចមួយចំនួនគឺប្រព្រឹត្តផ្ទុយពីច្បាប់កំណត់ហើយលោកជំរុញឲ្យក្រសួងស្ថាប័នពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់ឡើងវិញខ្លះឆ្នាំនេះដែលក្រុមគ្រួសារជនរងគ្រោះគាត់សង្ស័យថាធ្វើទរណកម្មហើយយើងបំភ្លឺគេអត់បាននេះជាបញ្ហាដែរតែទោះបីជាយ៉ាងណាយើងចង់ឲ្យខាងក្រុមសមត្ថកិច្ចគាត់ចេញរបាយការណ៍មកបាទដើម្បីធ្វើការពិនិត្យទៅលើរបាយការណ៍ហ្នឹងមាត្រា38នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថាការបង្ខិតបង្ខំការធ្វើបាបលើរូបរាងកាយឬការប្រព្រឹត្តណាមួយដែលបន្ថែមទម្ងន់ទណ្ឌកម្មអនុវត្តចំពោះជនជាប់ឃុំឬក៏ជាប់ក្នុងពន្ធនាគារគឺត្រូវហាមឃាត់មិនឲ្យធ្វើនោះឡើយមាត្រា210នៃក្រមព្រហ្មទណ្ឌដែលនិយាយអំពីបទទរណកម្មនិងអំពើឃោរឃៅចែងថាទរណកម្មឬអំពើឃោរឃៅដែលប្រព្រឹត្តទៅលើបុគ្គលណាមួយត្រូវផ្តន្ទាទោសដល់ពន្ធនាគារពី7ឆ្នាំទៅ15ឆ្នាំច្បាប់មិនត្រឹមតែហាមឃាត់ការធ្វើទរណកម្មលើរាងកាយប៉ុណ្ណោះទេការធ្វើទរណកម្មផ្លូវចិត្តក៏ជាអំពើល្មើសច្បាប់ផងដែរច្បាប់កំណត់ថាប្រសិនបើអ្នកធ្វើទរណកម្មគឺជាមន្ត្រីរាជការដូចជានគរបាលកងរាជអាវុធហត្ថឬជាទាហានជាដើមកម្រិតទូទាត់ដែលពួកគេត្រូវទទួលគឺមានស្ថានទម្ងន់ធ្ងន់ជាងមនុស្សធម្មតាមាត្រា213នៃក្រមព្រហ្មទណ្ឌដែលនិយាយអំពីស្ថានទម្ងន់ទោសនៃបទល្មើសធ្វើទរណកម្មចែងថាការធ្វើទរណកម្មនិងអំពើឃោរឃៅគឺត្រូវផ្តន្ទាទោសដល់ពន្ធនាគារពី10ឆ្នាំទៅ20ឆ្នាំបើសិនបើបទឧក្រិដ្ឋនោះត្រូវបានប្រព្រឹត្តដោយអ្នករាជការសាធារណៈនៅក្នុងក្របខ័ណ្ឌនៃមុខងារនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួនទោះជាយ៉ាងណាករណីមន្ត្រីនគរបាលរងការចោទថាធ្វើទរណកម្មលើជនសង្ស័យក្នុងពេលចាប់ឃុំខ្លួនឬក៏ពេលសួរចម្លើយបណ្ដាលរងគ្រោះរបួសធ្ងន់ធ្ងរនិងស្លាប់នេះតែងតែកើតមានឡើងជាហូរហែក៏ប៉ុន្តែគ្រួសារជនរងគ្រោះកម្រទទួលបានយុត្តិធម៌ណាស់បើសិនបើគ្មានការស្រែកបញ្ជាពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែននោះទេជាក់ស្ដែងកាលពីចុងឆ្នាំ2019មានប្រជាពលរដ្ឋតវ៉ាដីធ្លីចំនួន5នាក់ត្រូវបានមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាប់ឃុំខ្លួននិងវាយដំរហូតដល់ស្លាប់បរិមម្នាក់ឈ្មោះទុយស្រស់និងរបួសធ្ងន់ធ្ងរ4នាក់ផ្សេងទៀតព្រមទាំងអតីតមេបញ្ជាការកងរាជអាវុធហត្ថក្រុងកោះចេះក៏ធ្វើអំពើទរណកម្មឃោរឃៅលើជនរងគ្រោះជាដើមប៉ុន្តែអតីតមន្ត្រីខ្លះជាប់ពន្ធនាគារមួយរយៈហើយក៏បានទៅនៅក្រៅឃុំវិញរីឯករណីផ្សេងទៀតដែលលោកហ៊ុនសែនមិនបានលោកដៃនោះគឺជាទូទៅអាជ្ញាធរពាក់ព័ន្ធនៅតែបកស្រាយថាជនរងគ្រោះស្លាប់ដោយសារបញ្ហាសុខភាពខ្យល់កូរឬក៏គាំងបេះដូងជាដើម